ថ្ងៃនេះអ្នកគូនីតាសូមលើកយកប្រធានបទព្រមតម្ដងកុំឲ្យថាលើកតែបបពីនិស្សិតចាព្រោះបបពីនេះយើងដឹងថាវារឿងតាក់ទងទៅនឹងសំណងចាវាភាគច្រើនសំណងស្អីក៏ដោយក៏វាផ្ដោតទៅលើការនិយាយគ្នាចរចាគ្នាបានសម្របសម្រួលក្នុងការចរចាតែក៏វាមានព្រមតម្ក្នុងដែរអញ្ចឹងកុំឲ្យខាត់ពេលយូរយើងសូមលើកយកប្រធានបទព្រមតម្ម្ដងឬជាប្រធានបទមួយដែលក្តៅកគុកដែរឥឡូវនេះសូមនិយាយអំពីធរៈវេលានៃការគុំខ្លួនបរិស័ទចាហើយក្នុងនេះវាមានចែកចេញជាការគុំខ្លួនបរិស័ទចំពោះនីតិជននិងអនិតិជនដែរឥឡូវអ្នកគ្រូសូមលើកយកពីនីតិជនណាជាសារយើងដឹងថានីតិជនគឺសម្ដៅទៅជនដែលគ្រប់អាយុអញ្ចឹងការឃុំខ្លួនបរិស័ទរបស់អ្នកដែលគ្រប់អាយុហ្នឹងគេឃុំខ្លួនយ៉ាងដូចនេះហើយប្រភេទនៃបទល្មើសរបស់គាត់ដែលបទមជ្ឈិមឬក៏បទក្រិតហ្នឹងគេអាចកំណត់ថេរវេលាយ៉ាងម៉េចហើយអាចពជាពេលបានយ៉ាងណានេះខ្ញុំនឹងធ្វើបទបង្ហាញតែម្ដងថេរវេលានៃការឃុំខ្លួននៃជនដែលគេហៅថានីតិជនជនដែលគ្រប់អាយុណាចាអញ្ចឹងគេឲ្យឃុំខ្លួនបរិស័ទហ្នឹងក្នុងបទមជ្ឈិមហ្នឹងមិនត្រូវលើសពីពាក់កណ្ដាលនៃអបបរមានៃទោសដែលច្បាប់បានកំណត់ឡើយចាគេមិនឲ្យយើងឃុំខ្លួនលើសពីពាក់កណ្ដាលទេចាអញ្ចឹងឧទាហរណ៍ថាបើគាត់មានបទអក្រិតចាប្រភេទបទល្មើសរបស់គាត់គឺបទល្មើសអក្រិតអញ្ចឹងថេរវេលាដែលកំណត់ហ្នឹងណានៃការឃុំខ្លួនហ្នឹងគឺមិនឲ្យលើសពី6ខែទេចាថេរវេលានៃការឃុំខ្លួនបរិស័ទហ្នឹងដូចថាបរិស័ទមិនទាន់ឃុំខ្លួនពុតប្រកាសឡើយគ្រាន់តែចាំស៊ើបអង្កេតអីទៀតណាចាដើម្បីកំណត់បទល្មើសគាត់ហ្នឹងអញ្ចឹងបរិស័ទហ្នឹងគឺគេឲ្យលើសពី6ខែទេហើយការពជាពេលហ្នឹងគេឲ្យពជាតែ2ដងហើយក្នុងម្ដងបានតែ6ខែទៀតចានេះចំពោះបទល្មើសអក្រិតចំពោះនីតិជនគ្រប់អាយុហ្នឹងហើយរីឯបទមជ្ឈិមវិញគឺថេរវេលាកំណត់ហ្នឹងគឺមិនអាចឲ្យលើសពី4ខែទេហើយការពជាពេលហ្នឹងគឺពជាពេលបានតែម្ដងគត់មិនឲ្យលើសពី2ខែទេចាហ្នឹងចំពោះការគុំគ្រប់បរិស័ទអ្នកដែលគ្រប់អាយុរីឯការគុំគ្រប់បរិស័ទមួយទៀតចំពោះអនិច្ចជនចាអនិច្ចជនហ្នឹងវាចែកចេញពីរប្រភេទទៀតចាអញ្ចឹងដោយសារតែអនិច្ចជនមានអនិច្ចជនពីអាយុក្រោម14ឆ្នាំនិងអាយុពី16ឆ្នាំដល់18ឆ្នាំអញ្ចឹងអ្នកគ្រូបែងចែកឲ្យដាច់ទៅលើចំណុចហ្នឹងហើយថេរវេលានៃការឃុំខ្លួនបរិស័ទនៅក្នុងបទល្មើសរបស់គាត់មជ្ឈិមតាក់ទងទៅនឹងអនិច្ចជនមិនត្រូវលើសពីពាក់កណ្ដាលនៃអបបរមានៃទោសដែលច្បាប់កំណត់សម្រាប់អនិច្ចជនឡើយអញ្ចឹងឧទាហរណ៍តាក់ទងទៅនឹងអាយុរបស់គាត់ណាឧទាហរណ៍គាត់បទល្មើសគាត់ត្រូវជាប់ហ្នឹងគឺនេះខ្ញុំនិយាយពីជនដែលអត់គ្រប់អាយុហើយអត់គ្រប់រឿងនេះខ្ញុំសូមលើកយកជនដែលអាយុចាប់ពី16ឆ្នាំដល់18ឆ្នាំអានេះទីជនដែរតែអាយុរៀងច្រើនចាអាយុរៀងច្រើនមានន័យថាអត់ទាន់គ្រប់អាយុអីមិនទាន់គ្រប់អាយុតាមផ្លូវច្បាប់ទេអញ្ចឹងគឺអាយុពី16ឆ្នាំដល់18ឆ្នាំបើបទអក្រិតចំពោះអ្នកដែលមានអាយុ16ឆ្នាំដល់18ឆ្នាំហ្នឹងគឺមិនអាចលើសពី6ខែទេចំពោះជនដែលកម្រិតអាយុរបស់គាត់ក្រោមណាក្រោមអាយុដែលច្បាប់បានកំណត់ចាអញ្ចឹងបើគាត់ប្រព្រឹត្តបទល្មើសអក្រិតគឺអាចលើសពី6ខែទេចាចំពោះជនដែលអាយុ16ដល់18ហ្នឹងហើយតែបើសិនជាបទល្មើសអ្នកដែលអាយុ16និង18ឆ្នាំហ្នឹងបើបទមជ្ឈិមវិញគឺមិនអាចឲ្យលើសពី4ខែទេក្នុងករណីដែលឃុំខ្លួនគាត់បដោះសន្នហ្នឹងចាហើយមួយទៀតចំពោះការឃុំខ្លួនបដោះសន្នអ្នកដែលមានអាយុពី14ឆ្នាំដល់16អញ្ចឹងវាមានពី3ចំណុចហ៎មានអាក្រោម14ឆ្នាំពី14ឆ្នាំដល់16ឆ្នាំអញ្ចឹងអា14ឆ្នាំដល់16ឆ្នាំនេះវាមានទោសពីរដូចគ្នាគឺប្រភេទនៃបទល្មើសរបស់គាត់គឺបទអក្រិតបទមជ្ឈិមអញ្ចឹងអាយុ14ដល់16ឆ្នាំហ្នឹងបទអក្រិតរបស់គាត់ហ្នឹងក៏បទអក្រិតហ្នឹងគឺមិនអាចឲ្យឃុំខ្លួនបដោះសន្នមិនលើសពី4ខែទេចាហើយអ្នកដែលអាយុ14ឆ្នាំដដែលហ្នឹងនឹងក្រោម16ឆ្នាំមាន16ឆ្នាំ15ឆ្នាំ14ឆ្នាំត្រឹមប៉ុណ្្នឹងនៅពេលគាត់ប្រភេទនៃបទល្មើសរបស់គាត់បទមជ្ឈិមវិញគឺមិនអាចឲ្យលើសពី2ខែទេអញ្ចឹងដោយសារតែគាត់ជាជនមួយដែលស្ថិតក្រោមអាយុដែលច្បាប់បានកំណត់ថា18ឆ្នាំឡើងទៅណាអាយុគាត់វាមានលក្ខខណ្ឌដូចខ្ញុំនិយាយចឹងមានពីក្រោម14ឆ្នាំណាមាន13 12 11អញ្ចឹងទៅគឺអ្នកដែលក្រោម14ឆ្នាំគឺអត់អាចឃុំខ្លួនទេចាគឺពេលគាត់ប្រព្រឹត្តបទល្មើសគឺអត់អាចឃុំខ្លួនទេចាត្រូវដាក់ស្ថិតក្រោមនៃការឃ្លាំមើលចាអញ្ចឹងអាយុគាត់តិចក្រោម14ឆ្នាំមិនអាចឃុំខ្លួនទេប៉ុន្តែវាចាប់ពី14ឆ្នាំដល់16ឆ្នាំកាលណាគាត់ប្រព្រឹត្តបទល្មើសដូចខ្ញុំនិយាយពីលើមកអញ្ចឹងបទអក្រិតឬមជ្ឈិមបទអក្រិតគេឲ្យថេរវេលានៃការកំណត់គឺមិនអាចឲ្យលើសពី4ខែទេបើមជ្ឈិមគឺបានតែ2ខែគត់រីឯពី16ឡើងដល់18ក៏គាត់អត់គ្រប់អាយុដែរប៉ុណ្ណឹងណាត្រង់តែវាអាយុច្រើនអញ្ចឹងប្រភេទនៃបទល្មើសរបស់គាត់គឺដូចគ្នាបើសិនជាបទអក្រិតឬបទមជ្ឈិមយើងនិយាយពីបទអក្រិតវិញបទដែលធ្ងន់ដែរណាគឺឲ្យលើសពី6ខែទេរីឯបទមជ្ឈិមមិនអាចលើសពី4ខែទេចាអញ្ចឹងយើងដឹងហើយថាតកតងទៅនឹងថេរវេលានៃការឃុំខ្លួនសំបីតែជាអនិច្ចជនក៏ដោយក៏ត្រូវមានការកំណត់អំពីលក្ខខណ្ឌអាយុឲ្យបានច្បាស់លាស់មានចាប់ពីក្រោម14ឆ្នាំអត់ត្រូវបានឃុំខ្លួនមានពី14ឆ្នាំដល់16ឆ្នាំមិនអាចលើសពីកម្រិត
4 ខែ 2 ខែតាមបទល្មើសប្រភេទនៃបទល្មើសរបស់គាត់ហើយពី16ដល់18ក៏ដូចគ្នាដែរគឺវាមានពី4ខែដល់6ខែអញ្ចឹងដោយសារគាត់ต้องគំយុគំនិតនៃការឃុំខ្លួនប្រសំគាត់ក៏វាមានតិចតាមនឹងដែរចាឥឡូវនេះដើម្បីកុំឲ្យខាត់ពេកសូមបន្តទៅលើការធរវេលាក្នុងការឃុំខ្លួនប្រសំក្នុងករណីបទក្រិតប្រឆាំងមនុស្សជាតិចាយើងដឹងហើយថាធរវេលានៃការឃុំខ្លួនប្រសំក្នុងករណីបទក្រិតប្រឆាំងមនុស្សជាតិហ្នឹងវាមានប្រភេទនៃបទល្មើសដូចគ្នាហើយធរវេលាកំណត់ដូចគ្នានិងការពន្យាពេលដូចគ្នាអញ្ចឹងជាទូទៅវាមានបទក្រិតប្រឆាំងមនុស្សជាតិមិនអាចឲ្យលើសពី1ឆ្នាំបានទេចំពោះបទល្មើសនីមួយៗហើយការពន្យាគឺអាចពន្យាពេលបាន2ដងក្នុងម្ដង1ឆ្នាំចាពន្យា2ដងអញ្ចឹង1ឆ្នាំម្ដង1ឆ្នាំម្ដងដល់2ឆ្នាំចាចំណែកបទឧក្រិដ្ឋបល័យពូជសាសន៍និងបទឧក្រិដ្ឋសង្គ្រាមក៏ដូចគ្នាដែរដែលមានចែងនៅក្នុងមាត្រា210នៃក្រមនីតិវិធីព្រំទាន់ចាគឺប្រភេទនៃបទល្មើសបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក៏ដោយបទឧក្រិដ្ឋបល័យពូជសាសន៍ក៏ដោយបទឧក្រិដ្ឋសង្គ្រាមក៏ដោយថរវេលាវាដូចគ្នាมันអាចឲ្យលើសពី1ឆ្នាំបានទេចំពោះបទល្មើសមួយហើយការពន្យាពេលរបស់វាដូចខ្ញុំបានរៀបរាប់ហើយកន្លងមុននេះបន្តិចហ្នឹងគឺអាចពន្យាពេលបាន2ដងក្នុងម្ដងបាន1ឆ្នាំចានៅពេលនេះនាងខ្ញុំអ្នកគ្រូកែសមន្តាសូមជម្រាបលាហើយនឹងលើកយកចំណុចល្អៗមកចែករំលែកចំពោះបងប្អូនដើម្បីជាការស្វែងយល់អំពីចំណុចសំខាន់នៃច្បាប់របស់យើងចាសូមអរគុណចាសូមជម្រាបលា